សាកលវិទ្យាល័យ Belty អន្តរជាតិរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់និស្សិតឆ្នាំទី2 ឆមាសទី1 ទាំងពីរទីតាំងទៅកាន់សារមន្ទីរជាតិសរុបប្រមាណ 2000 នាក់ នាថ្ងៃទី 13, 14 និង 15 ខែវិច្ឆិកាឆ្នាំ 2025 សាកលវិទ្យាល័យ Belty អន្តរជាតិបានដឹកនាំនិស្សិតឆ្នាំទី2 ឆមាសទី1 ទាំងពីរទីតាំងទី1 ទួលស្លែង និងទីតាំងទី2 ស្ពានអាកាសចោមចៅ ទាំងកម្មវិធីសិក្សាជាភាសាជាតិ និងកម្មវិធីសិក្សាអន្តរជាតិសរុបប្រមាណជាង 2000 នាក់ ធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់សារមន្ទីរជាតិដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ដំណើរទស្សនកិច្ចសិក្សានេះដែរធ្វើឡើងក្នុងគោលបំណងជំរុញការសិក្សារបស់និស្សិត ផ្សារភ្ជាប់ទៅនឹងប្រវត្តិសាស្ត្រនិងកេរដំណែលពីបុរាណរបស់ខ្មែរឲ្យកាន់តែច្បាស់ព្រមទាំងស្រឡាញ់ថែរក្សាការពីវត្ថុបុរាណមានតម្លៃដែលពុំអាចកាត់ថ្លៃបានផងដែរជាពិសេសនិស្សិតតម្រូវឲ្យសរសេររបាយការណ៍ស្ដីពីដំណើរទស្សនកិច្ចសិក្សានេះដើម្បីដាក់ពិន្ទុ ongoing assessment ប្រចាំឆមាសផងដែរគួរបញ្ជាក់ផងដែរថាសាកលវិទ្យាល័យ Belty អន្តរជាតិផ្ដល់ជូននូវកម្មវិធីដំណើរទស្សនកិច្ចសិក្សាជូនដល់និស្សិតគ្រប់រូបជារៀងរាល់ឆមាសគ្រប់ឆ្នាំសិក្សាដោយនាងខ្ញុំហុងពុតបូរមីផ្សាយចេញពី Belty IU News សូមអរគុណសូមជម្រាបលា Belty International University, the future of global leaders.